ចាសូមគោរពនឹងជម្រាបសួរអំពុកមីងជីតាបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមានคลิปមួយចែករំលែកពីច្បាប់ថ្មីចាគេចេញមកហើយសម្រាប់ជាផ្លូវការហើយបោះឆ្នោតពីរដ្ឋសភាចាសម្រាប់ព្រឹទ្ធសភាម្សិលមិញនេះឯងម្សិលមិញម្សិលមិញថ្ងៃទីប្រហែលថ្ងៃទី28ចា27 28នេះឯងសម្រាប់សិទ្ធិនៃការស្លាប់ចាសម្រាប់សិទ្ធិនៃការស្លាប់សម្រាប់ជាចេញជាច្បាប់ឲ្យអនុញ្ញាតឲ្យហើយឲ្យមានច្បាប់បែបនេះហើយចានៅប្រទេសបារាំងនេះនិយាយទៅគឺគិតយូរមែនទែនរាប់ឆ្នាំមកហើយចាបងប្អូនខ្លះប្រហែលជាស្គាល់ពីអានឹងហើយតែបងប្អូនខ្លះប្រហែលជាគាត់អត់ទាន់យល់ច្បាប់នៃការស្លាប់ចាដូចថាយើងមានជំងឺរ៉ាំរ៉ៃឬមួយក៏ពិបាកទ្រាំឬមួយក៏យ៉ាងម៉េចគឺយើងចង់ស្លាប់ចាអញ្ចឹងគឺយើងអាចសុំសិទ្ធិស្លាប់បានចាដោយពេទ្យគេចាក់ថ្នាំឲ្យយើងស្លាប់ទៅតាមសម្រួលអញ្ចឹងណាពីមុនប្រទេសបារាំងនេះគឺអត់មានឲ្យច្បាប់នឹងកើតមានឡើងទេចាហើយបើប្រជាជនបារាំងអ្នកដែលចង់បានរបៀបហ្នឹងគឺទៅខាងប្រទេសបេហ្ស៊ិកឬមួយក៏ទៅធ្វើនៅបែរខាងប្រទេសស្វីសចាប្រទេសពីរហ្នឹងដែលជាប់នៅប្រទេសបារាំងហ្នឹងគឺគេមានច្បាប់បែបហ្នឹងអាចឲ្យធ្វើបានណាចាប៉ុន្តែបារាំងគឺអត់មានទេព្រោះគេអត់ទាន់ចេញច្បាប់ហ្នឹងគេគិតយូររាប់ឆ្នាំមែនតើបងប្អូនព្រោះគេខ្លាចថាបើមានច្បាប់ហ្នឹងទៅគឺខ្លាចថាមនុស្សយើងគឺ profit ទេឬមួយក៏ពេលអីហ្នឹងដូចអឺឃើញពិបាកឃើញអីបន្តិចគឺអនុញ្ញាតឲ្យស្លាប់អីចឹងណាចាគឺគេខ្លាចអស់ហ្នឹងតែឥឡូវនេះគឺគេសម្រេចហើយថាមានច្បាប់ហ្នឹងហើយចាបងប្អូនចាគេចេញច្បាប់ហ្នឹងហើយប៉ុន្តែមិនមែនថាយើងចង់ស្លាប់ចេះតែទៅស្លាប់ទៅសុំច្បាប់នឹងស្លាប់បានទេមិនមែនទេបងប្អូនចាគឺតើតែយើងនឹងដូចថាមានជំងឺមួយមិនថាជំងឺរាងកាយឬមួយក៏ផ្លូវចិត្តឬមួយក៏មិនទេគឺធ្ងន់ធ្ងរចាធ្ងន់ធ្ងរហើយបើកាយវិញគឺថាពិបាករស់នៅចាពិបាករស់នៅដូចជាពេលថ្មីនេះការច្បាប់អត់ទាន់ចេញណាអឺជនជាតិបារាំងថ្មីនេះចាអាយុមកទៅ25ឆ្នាំឯងប៉ុន្តែគាត់ទៅស្លាប់នៅប្រទេសស្វីសដោយសារថាច្បាប់នៅបារាំងអត់ទាន់ចេញនោះចាបងប្អូនគឺគាត់មានជំងឺតាំងពីទូចមកគឺមានជំងឺស្បែកចាស្បែកគាត់ហ្នឹងគឺឡើងរបៀបដូចថាក្តៅហើយដូចរបៀបឆេះអីចឹងបងប្អូនចាហើយពេញតែខ្លួនទាំងមុខទាំងក្រោយតែម្ដងគឺធ្លាប់មានការធ្វើការវះកាត់ហើយធ្លាប់ធ្វើការវះកាត់តាំងពីទូចហើយក៏ប៉ុន្តែនៅតែដុសចេញមករបៀបហ្នឹងទៀតចាគឺគាត់មានបញ្ហាហ្នឹងតាំងពីកំណើតមកតែម្ដងហើយគឺគាត់ពិបាករស់នៅខ្លាំងណាចាពិបាករស់នៅខ្លាំងណាគឺមួយថ្ងៃមួយយប់គឺឈឺចាប់ចាឈឺចាប់មែនតើអញ្ចឹងគឺគាត់សម្រេចចិត្តថាស្លាប់ទៅល្អជាងអញ្ចឹងណាបងប្អូនចាកុំឲ្យពិបាកក្នុងការរស់នៅហើយនៅពិបាកព្យាបាលចាទោះជាព្យាបាលមិនក៏ដោយក៏អាការឈឺចាប់ហ្នឹងគឺវាពិបាកទ្រាំចាហើយក៏មិនមែនព្យាបាលហើយជាដែរអាហ្នឹងវាអញ្ចឹងតោះតែជំងឺធ្ងន់ធ្ងរបែបហ្នឹងបានគេបានអាចប្រើច្បាប់ហ្នឹងបានចាអញ្ចឹងគឺគាត់ទៅធ្វើច្បាប់ហ្នឹងនៅប្រទេសស្វីសចាហ្នឹងហើយគឺច្បាប់ហ្នឹងគឺរបៀបហ្នឹងបងប្អូនចាច្បាប់នៃការសិទ្ធិនៃការសម្រេចចិត្តស្លាប់ហ្នឹងហើយចាហើយមុននឹងយើងសុំច្បាប់ហ្នឹងគឺមានការអនុញ្ញាតពីពេទ្យចាពេទ្យគឺគេមើលខុសត្រូវចាគឺគេតើមើលឲ្យច្បាស់លាស់ពីពេទ្យហ្នឹងហើយតាមដានពីពេទ្យហ្នឹងហើយបានពេទ្យហ្នឹងគឺអ្នកសម្រេចថាអូខេអ្នកឯងអាចទទួលបានច្បាប់ហ្នឹងមែនចាមិនមែនចេះតែថាយើងចង់ស្លាប់ហើយទៅសុំច្បាប់ទៅស្លាប់ចឹងឯណាបងប្អូនអត់ទេហើយសិទ្ធនៅក្នុងការសម្រេចចិត្តមានសិទ្ធនៅក្នុងការសម្រេចចិត្តស្លាប់ហ្នឹងដូចជាបោះឆ្នោតនៅរដ្ឋសភាដូចជា300ជាងចា300ជាងគេសម្រេចចិត្តថាអូខេហើយនឹងអ្នកជំទាស់សម្លេងជំទាស់ដូចជា100ជាងចាបើតាមនាងខ្ញុំចាំមិនភ្លេចហ្នឹងហើយឯកភាព300ជាងសម្លេងហើយនឹងជំទាស់100ជាងសម្លេងចាហើយមួយវិញទៀតពេលដែលបានច្បាប់ចាស្លាប់នឹងហើយអ្នកជំងឺហ្នឹងគឺអាចដូចថាអាចឈប់ចាអាចមានសិទ្ធិឈប់រហូតដល់dernière minuteចារហូតដល់ដង្ហើមចុងក្រោយចាហើយតែពេលស្លាប់ពេលអីហ្នឹងគឺមានពេទ្យមានអីមានអ្នកជំនាញខ្លួនយើងនឹងអ្នកណាដែលចង់ដូចថាទៅជុំដំណើរអញ្ចឹងណាប៉ុន្តែត្រូវតែមានពេទ្យចាត្រូវតែមានពេទ្យឲ្យជួយហើយគឺគេសួរយើងសួរហើយសួរទៀតសួរហើយសួរទៀតលុះត្រាដល់ដង្ហើមចុងក្រោយគីឡូយើងនឹងដូរចិត្តដូរអីអញ្ចឹងណាបងប្អូនចាមុននឹងគេសម្រេចឲ្យមានច្បាប់នេះគឺគេរៀបចំត្រឹមត្រូវធ្ងន់របស់គេចាបងប្អូនមិនមែនថាថើទេ